ពុទ្ធបរិស័ទទាំងឡាយជាទីគោរពនេះជាអត្ថបទសំឡេងព្រះធម៌ដែលមានចំណងជើងថាជីវិតម៉ែដែលជាស្នាព្រះហស្ថមួយក្នុងចំណោមស្នាព្រះហស្ថយ៉ាងច្រើនសន្ធឹកសន្ធាប់របស់ព្រះមហាវិរិយបណ្ឌិតោភិក្ខុប៉ាងខាត់អ្នកប្រាជ្ញសិលាចារឹកខ្មែរដ៏ល្បីល្បាញដែលបានរៀបរៀងនិងបោះពុម្ពផ្សាយតាំងពីឆ្នាំ1959និងឆ្នាំ1962ផ្សព្វផ្សាយបានចំនួនរាប់ម៉ឺនច្បាប់ក្នុងចំនួននោះលុះមកដល់ឆ្នាំ1986តំណាងគណៈកម្មការវប្បធម៌នៃមូលនិធិកម្ពុជាក៏បានយកស្នាព្រះហស្ថដ៏ពិសិដ្ឋនេះមកបោះពុម្ពផ្សាយសារជាថ្មីទៀតធ្វើឲ្យច្បាប់នេះតាំងនៅស្ថិតថេររហូតដល់សព្វថ្ងៃក្នុងឱកាសពេលនេះខ្ញុំប្រកាសណាយើងខ្ញុំសូមលើកយកធម្មកថាដ៏ពិរោះនេះមកថតជាខ្សែអត្ថសំឡេងដើម្បីងាយស្រួលក្នុងការស្ដាប់និងបានជាប្រយោជន៍ដល់ពុទ្ធបរិស័ទខ្មែរគ្រប់មជ្ឈដ្ឋានជាពិសេសសូមឲ្យអត្ថបទនេះបានចូលជ្រួតជ្រាបទៅក្នុងហឫទ័យសរសៃឈាមរបស់យុវជនយុវតីកុមារាកុមារីជាបទគ្រប់រូបគ្រប់ជំនាន់ទាំងអស់កាលបើបានស្ដាប់ហើយសូមឲ្យបានជាកូនល្អរបស់ម៉ែឪជាសិស្សល្អរបស់លោកគ្រូអ្នកគ្រូជាមិត្តល្អរបស់មិត្តជាពលរដ្ឋល្អរបស់សង្គមនិងបានជាពុទ្ធសាសនិកជនល្អរបស់ព្រះពុទ្ធសាសនាដើម្បីចូលរួមចំណែកកសាងអភិវឌ្ឍសង្គមជាតិមាតុភូមិនិងព្រះពុទ្ធសាសនាខ្មែរយើងឲ្យបានរុងរឿងរីកចម្រើនកើនប្រយោជន៍តរៀងទៅសូមបញ្ជាក់ថាអត្ថបទដកស្រង់ស្រីហេតោបទេសដែលមានក្នុងសៀវភៅនេះយើងខ្ញុំបានសម្រួលទៅជាពាក្យកាព្យអមជាមួយផងដោយឡែកអត្ថបទកំណាព្យមួយចំនួនទៀតយើងខ្ញុំក៏បានរៀបចំតាក់តែងឡើងដើម្បីធ្វើឲ្យអត្ថបទទាំងមូលរឹតតែមានសោភ័ណភាពខ្ពស់ថែមទៀតដូច្នេះយើងខ្ញុំសូមអភ័យទោសរាល់កំហុសឆ្គងដោយអចេតនាក្នុងកិច្ចការរៀបរៀងនៅខ្សែអត្ថសំឡេងព្រះធម៌នេះសូមឲ្យកតញ្ញុតាធម៌ចូលទៅមុតជ្រាបដល់បេះដូងរបស់ប្រជាពលលោកសូមឲ្យសាសនាព្រះមានជោគបានជាវត្ថុពិសេសសម្រាប់កសាងលោកឲ្យមានសន្តិភាពរាជធានីភ្នំពេញថ្ងៃពុធ4រោចខែបឋមាសាទឆ្នាំខាលទោស័កពុទ្ធសករាជ2554ត្រូវនឹងថ្ងៃទី30ខែមិថុនាឆ្នាំ2010សូមអនុមោទនា